ឃ្លាំងធាតូបន្តកាត់បានរថយន្ត3គ្រឿងទៀតហើយបងប្អូនអរគ្នាធានាថាខ្ចីធានាថាថ្មីធានាមកស្អាតបងប្អូនបាទរៀបចំរួចហើយចាំតពុកម៉ែបងប្អូនឡើងមកមើលទេអញ្ចឹងថ្ងៃនេះចង់បង្ហាញពុកម៉ែបងប្អូនចំនួន3គ្រឿងបាទរថយន្តទៅតែកាត់ចូលស្តុកថ្មីបាទក្តៅថ្មីមិញនេះទេបាទគ្រឿងទី1នេះប្រភេទ Ford Ranger Witarac បាទឆ្នាំ2019ពណ៌ខ្មៅបងប្អូនប្រភេទកម្លាំងម៉ាស៊ីនធំប៉ុង2ហើយខាងក្នុងគឺសាច់ស្បែកពូកអីនៅស្អាតបងប្អូនកលុកកលៀតអីនៅស្អាតនិយាយទៅម្ចាស់ដើមគេប្រើថែបងប្អូនឡានប្រភេទគេប្រើថែគេជិះលក្ខណៈគ្រួសារបាទមិនមែនជាប្រភេទឡានជិះពិតពើងជិះដឹកអីវ៉ាន់អីធ្ងន់ណាបងប្អូនបាទហើយពុកម៉ែបងប្អូនមើលមកជុំសិនមកបាទស្អាតមែនតែនបាទហើយប្រភេទ Ford នេះមិនងាយកាត់បានទេតែកម្លាំងម៉ាស៊ីនធំ 3.2 បងប្អូនអរគ្នាហើយនេះគ្រឿងទី1ឥឡូវយើងទៅមើលគ្រឿងទី2បាទគ្រឿងទី2ប្រភេទ Mazda ពណ៌ស019ខ្ចីញញតែម្ដងបាទប្រភេទប៉ុង1បាទ019ពុកម៉ែបងប្អូនដែលតែងតែសួរច្រើនមាន Mazda មាន Ford អីចូលស្តុកនៅពូចង់ទៅមើលបាទបងចង់ទៅមើលពុកម៉ែបងប្អូនឥឡូវចូលហើយបាទបើថាឃើញវីដេអូនេះហើយស្រោតឡើងបងប្អូនបាទនៅអត់យូរទេប្រភេទឡានប្រើម៉ាសុតនេះគឺនៅយូរទេជាពិសេស Ford Mazda Vigo នេះនៅដែរយូរទេបាទគឺមួយថ្ងៃ2ថ្ងៃអីចេញទៅអស់ហើយអញ្ចឹងពុកម៉ែបងប្អូនរស់រាន់ឡើងតើមាននៅក្នុងស្តុកបាទហើយសម្រាប់ខាងក្នុងគឺស្អាតដូចគ្នាបាទអត់មានក្លិតក្លាញអត់មានលហែកពូកអីទេបាទស្អាតបងប្អូនធានាមកស្អាតជូនហើយសម្រាប់តម្លៃគឺសមរម្យអញ្ចឹងពុកម៉ែបងប្អូនដែលមានតម្រូវការចង់បានប្រភេទប្រើម៉ាសុតបាទចង់វាយដូរសេរីឬក៏ចង់ទិញលុយសុតបងមលុះអីបាទអាចតាក់ទងមកបានឬក៏ឡើងមកមើលផ្ទាល់ក៏បានដែរបងប្អូនទីតាំងឃ្លាំងធាតូនៅទីរួមខេត្តកំពង់ធំនេះទេបាទជិះពីពេញមកគឺតាម100គីឡូជាងទេបងប្អូនដល់ហើយថាជិះ2ម៉ោង3ម៉ោងចុះដល់ហើយបងប្អូនយើងចំណាយពេលមួយថ្ងៃតែយើងបានឡានស្អាតប្រើមួយជីវិតបងប្អូនចង់វាយដូរសេរីអីក៏បានដែរបាទនេះប្រភេទ Vigo បាទទី3ព្រឹកមិញយើងចូលក្តៅ3គ្រឿងនឹងឯងបងប្អូនបាទចឹងពុកម៉ែបងប្អូនបាទកុំភ្លេចរត់ឡើង